ឥឡូវបងប្អូនមករៀនធ្វើជ្រក់កាស្ដៅមួយខ្ញុំនេះធ្វើតាមរបៀបដូចបងសិដ្ឋាគាត់ធ្វើក្នុង YouTube តែធ្វើរបៀបចឹងហូបឆ្ងាញ់ណាស់បងប្អូនហូបឆ្ងាញ់ជ្រក់កាស្ដៅបងប្អូនធ្លាប់តែហូបជាមួយទឹកគ្រឿងតែអត់ដែលខ្លះអត់ដែលដឹងថាជ្រក់ធ្វើជ្រក់ឆ្ងាញ់ឥឡូវយកដាក់ស្រុះវាសិនស្រុះវាឡោកហើយបានយើងយកទៅលាងទឹកវាស្អាតទឹកមួយទឹកពីរទឹកស្អាតហើយបាននេះកំពុងដាក់ស្រុះហើយស្រុះវារៀងបន្ទាប់តិចទៅបងប្អូនស្ដាយការស្ដៅវាខែនេះវាចម្បោច្រើនយើងយកត្រឹមមកហូបទៅធ្វើទឹកគ្រឿងវាហូបអស់ទេបងប្អូនច្រើនណាស់តាមស្រែយើងរកទីសាសធ្វើជ្រក់ចេះវិញវាឆ្ងាញ់ជាងជ្រក់ធម្មតាទៀតបងប្អូនសាកធ្វើនេះស្រុះរួចហើយបងប្អូនលើកស្រង់វាដាក់ច្រែងសិនវាដាក់ច្រែងហើយដាក់ស្រែងខ្ញុំយើងលាងទឹកសាបវាមួយទឹកពីរទឹកទៀតឲ្យវាបាត់រវិញបន្តិចពេលធ្វើហើយអត់រវិញទេបងងាញ់ហើយពេលយើងស្រុះហើយដាក់លាងទឹកសាបវាទេបងលាងទឹកសាបវាពីរទឹកអីទៀតឲ្យវាបាត់វិញបន្តិចលាងទឹកសាបវាទៅបានវិញតិចទៅវាបាច់វាតិចហើយនេះអំបិលហើយនឹងចេកបន្តិចហើយនឹងស្ករក្រហមស្ករត្នោតស្ករត្នោតមួយអំបិលហើយពីរស្លាបព្រាមួយស្ករត្នោតហើយយើងយកទៅកូរទៀតយកដាក់កូរវាជាមួយទឹកសាបដាំទឹកកូរវាបងប្អូននេះយកស្ករត្នោតទៅកូរវាខ្ទះទៅបងប្អូនដាក់វាប្រហែលពី3ស្លាបព្រាទៅវាធ្វើតិចដែរកូរវានេះហើយដាក់យើងចាក់ទឹកវាគូវារៀងឡើងក្រហមកម្មៅតិចមកហើយយើងចាក់ទឹកនេះដាក់អំបិលដាក់ចេងបន្តិចទៅដាក់កូរស្ករចាក់ទឹកហើយដាក់ចេងហើយនឹងអំបិលទៅចាក់ចូលហើយនេះយើងរៀបការស្ដៅគីឡហើយពេលទឹកវាមាំមកពូយើងដួសវាស្រោចទៅលើហើយទុកវាប្រហែលជាមួយថ្ងៃកន្លះហូបបានបាទឆ្ងាញ់បងប្អូនសាកធ្វើព្រោះយើងធ្លាប់ហូបទឹកគ្រឿង